ចាប់ពីម៉ោង12យប់នេះតទៅបិទប្រេងឥន្ធនៈឧស្ម័នផ្សេងដែលនាំចូលពីថៃទាំងអស់តែម្ដងបាទនេះគឺជាសេចក្តីប្រកាសថ្មីបាទក្តៅតែហ្មងបើជូនឲ្យពួកអាថៃណាបើជូនឲ្យពួកអាឆ្លៀនពៀនថៃណាឲ្យរៀងណាសម្ដេចធម្មដីលោកបានផុសនៅក្នុងเพจរបស់លោកអំបញ្ញមិញនេះឯងបាទក្តៅតែម្ដងឥឡូវនេះបិទប្រេងឥន្ធនៈមួយសិនណាក្រោយពីឯងគម្រាមបិទប្រេងឥន្ធនៈណាហើយសម្ដេចបានបញ្ជាក់ថាប្រេងឥន្ធនៈនិងឧស្ម័នផ្សេងដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានគ្រប់គ្រាន់ហើយមិនថាតែមួយខែទេប្រើរហូតក៏មិនបញ្ហាដែរណាបញ្ជាក់ជូនទៅអាថៃណាបញ្ជាក់ជូនទៅអាសៀមហើយត្រូវស្គាល់ឲ្យច្បាស់គម្រាមមួយជូនតាមសំណូមពរមួយគម្រាមមួយអាចជញ្ជូនតាមសំណូមពរថែមមួយទៀតគេហៅថាទិញមួយថែមមួយបាទនៅគ្រឿងកំប៉ុងនៅគ្រឿងអីផ្សេងទៀតដែលសម្ដេចដែលចូលលោកបានមានប្រសាសន៍បាទតិចទៀតចេញមកបាទលើកនេះគេថាទិញតំណែងមួយថែមមួយជូនមួយពីខ្មែរណាឲ្យរៀងណាពួកអាដានថោកពេលខ្លះយើងធ្វើស្រួលណាខ្មែរមិនដែលចង់បកកបញ្ហាមួយណាគេបិទព្រំដែនក៏ពួកឯងបិទមុនណាបិទស្អីក៏ឯងអ្នកបិទមុនហើយអ្នកគម្រាមបិទភ្លើងបិទអ៊ីនធឺណិតណាអ្វីទាំងអស់សិតតែខ្មែរបានត្រៀមរួចរាល់ហើយណាពេលខ្លះបានយើងដឹងថាថ្នាក់ដឹកនាំគាត់គិតគូរ20-30ឆ្នាំមុនសូម្បីតែអគិសនីក៏ខ្ញុំចាប់អារម្មណ៍ដល់ដែរគាត់តែមានបញ្ហាភ្លាមបើកប្រើប្រាស់សល់ទៀតសល់ទុកលក់ទៀតណាឥឡូវនេះប្រេងឥន្ធនៈគឺមានគ្រប់គ្រាន់ការនាំចូលមកពីបណ្ដាប្រទេសផ្សេងក៏ដូចជាអ្វីដែលកែច្នៃនៅក្នុងស្រុកគឺគ្រប់គ្រាន់ឲ្យប្រើបានរហូតបើយកបោះថៃចូលទៀតក៏បានបាទអបអរសាទរទាំងអស់គ្នាអបអរសាទរទាំងអស់គ្នាអរគុណដល់សម្ដេចទាំងអស់គ្នាហើយគាំទ្រខ្មែរជាតិនិយមណាពហិការទាំងអស់គ្នាណាចាំមើលតើយ៉ាងម៉េចទៀតបាទ